ហេតុអ្វីបានជាការទិញចូលអីវ៉ាន់នៅក្នុងហាងត្រូវបង់ពន្ធទាំងដែលជាក់ស្ដែងអីវ៉ាន់ទាំងនោះគឺបានបង់ពន្ធពីក្រុមហ៊ុនដែលនាំចូលរួចហើយវិក័យប័ត្រទិញក៏ដាក់ VAT ឬក៏អាករតម្លៃបន្ថែមពីលើនឹងដែរនេះគឺជាសំណួរមួយដែលខ្ញុំទទួលបានពីក្នុង comment ហើយដើម្បីឆ្លើយតបនៅសំណួរមួយនេះសូមប្រវាយបងប្អូនទាំងអស់គ្នាមកស្គាល់ពីនិយមន័យអ្វីទៅគឺជាអាករលើតម្លៃបន្ថែមឬក៏ OTB ដែលបងប្អូនភាគច្រើនស្គាល់ថា VAT អាករលើតម្លៃបន្ថែមឬក៏ OTB សំដៅទៅដល់ពន្ធលើការប្រើប្រាស់ទំនិញឬសេវាដែលត្រូវប្រមូលនៅគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ផ្គត់ផ្គង់ដែលតម្លៃត្រូវបានបូកបន្ថែមចាប់ពីដំណាក់កាលដំបូងរហូតដល់ការលក់ទៅឲ្យអ្នកប្រើប្រាស់ចុងក្រោយដែលជាអ្នកទទួលបន្ទុកពន្ធអញ្ចឹងយោងតាមនិយមន័យនេះយើងមានមួយឃ្លាដែលបញ្ជាក់ថា OTB ហ្នឹងគឺគិតគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ផ្គត់ផ្គង់មានន័យថារាល់ការទិញលក់តាំងពីដំណាក់កាលដំបូងរហូតដល់ចុងក្រោយឬក៏អ្នកប្រើប្រាស់ចុងក្រោយគឺ OTB ឬក៏ VAT នេះត្រូវបានគិតពីមួយដំណាក់កាលទៅមួយដំណាក់កាលបូកបន្ថែមរហូតណាមានន័យអញ្ចឹងឧទាហរណ៍ថាក្រុមហ៊ុន A គាត់នាំចូលអីវ៉ាន់មកគឺគាត់មានគិត VAT មួយតង់ហើយមានន័យថាពេលនាំចូលបង់ពន្ធ VAT មួយតង់នៅពេលដែលគាត់យកអីវ៉ាន់មកលក់ឲ្យក្រុមហ៊ុន B ក៏គាត់ត្រូវគិត VAT មួយតង់ទៀតហើយនៅពេលដែល B លក់ឲ្យ C ក៏ B ហ្នឹងគិត VAT មួយតង់ទៀតអញ្ចឹងមានន័យថាគ្រប់ដំណាក់កាលនៃការលក់គឺ VAT ឬក៏អាករតម្លៃបន្ថែមនេះគឺមានរហូតមានសំណួរអីបន្ថែមទៀតអាច comment នៅខាងក្រោមបាន